នៅតាមតំបន់ភូមិតូចៗគឺនៅពេលដែលមាននរណាម្នាក់នៅក្នុងក្រុមគ្រួសារមានគ្រុនក្តៅគឺពួកគាត់តែងតែប្រើទម្លាប់ចាស់ៗដូចជាការដណ្ដប់ភួយដើម្បីឲ្យចេញញើសឬក៏យកទឹកកកមកជូតខ្លួនដើម្បីឲ្យឆាប់ត្រជាក់ដែលពួកគេបានជឿថាវាពិតជាឆាប់ជាសះស្បើយតើនេះគឺជាអ្វីដែលត្រឹមត្រូវដែរឬទេតើបងប្អូនដឹងទេថាទម្លាប់ខ្លះគឺជួយឲ្យឆាប់ជាហើយទម្លាប់ខ្លះទៀតគឺជួយឲ្យឈឺធ្ងន់ធ្ងរលើដើមថ្ងៃនេះនាងខ្ញុំសូមចែករំលែករឿង5យ៉ាងដែលបងប្អូនគឺហាមដាច់ខាតនៅពេលមានគ្រុនក្តៅបើសិនជាចង់ការពារសុខភាពរបស់ខ្លួនឯងហើយនិងមនុស្សជាទីស្រឡាញ់ចំណុចទី1ហាមដណ្ដប់ភួយក្រាស់ៗឬក៏ពាក់អាវបាត់រងាជាច្រើនជាន់បងប្អូនមួយចំនួនប្រហែលជាយល់ច្រឡំថានៅពេលមានគ្រុនក្តៅគឺធ្វើឲ្យយើងមានអារម្មណ៍ថារងាញាក់ដូច្នេះហើយក៏ព្យាយាមយកភួយមកដណ្ដប់ដើម្បីឲ្យឆាប់ចេញញើសហើយនឹងឆាប់ជាប៉ុន្តែតាមការពិតទៅរាងកាយរបស់យើងកំពុងតែមានកម្ដៅខ្លាំងហើយនៅពេលដែលយើងដណ្ដប់ភួយគឺប្រៀបដូចជាយើងយកកម្ដៅទៅដាក់នៅក្នុងខ្លួនយើងបន្ថែមទៀតគឺយើងទប់កម្ដៅមិនឲ្យវាភាយចេញក្រៅគឺនៅពេលដែលយើងធ្វើបែបនោះគឺវាធ្វើឲ្យកម្ដៅយើងកាន់តែកើនឡើងយើងអាចនឹងមានអារម្មណ៍ថាហត់អស់កម្លាំងសន្លប់ឬក៏ឈានដល់ការប្រកាច់បានយល់ល្អនៅពេលគ្រុនក្ដៅគួរតែពាក់អាវស្ដើងមានខ្យល់ចេញចូលស្រួលចំណុចទី2កុំងូតទឹកត្រជាក់ខ្លាំងឬក៏យកទឹកកកមកជូតខ្លួននៅពេលដែលរាងកាយរបស់យើងកំពុងតែមានកម្ដៅឆេះដូចភ្នំភ្លើងហើយស្រាប់តែយើងយកទឹកកកមកជូតខ្លួនឬក៏ងូតទឹកគឺធ្វើឲ្យសរសៃឈាមរបស់យើងរួមតូចភ្លាមតែម្ដងដែលវានឹងចាក់សរកម្ដៅឲ្យកកកុញនៅក្នុងសរីរាង្គកាយរបស់យើងទៅវិញទេហើយនៅពេលដែលរាងកាយរបស់យើងរងាញាក់គឺវាធ្វើឲ្យកាន់តែក្ដៅលើដើមវិធីល្អបងប្អូនគួរតែយកទឹកក្ដៅអ៊ុនៗដើម្បីមកជូតខ្លួនដើម្បីឲ្យកម្ដៅវាងាយចេញយ៉ាងងាយស្រួលទី3កុំព្យាយាមបង្ខំខ្លួនឯងឲ្យធ្វើការធ្ងន់ពុកម៉ែបងប្អូនមួយចំនួននៅពេលដែលមានគ្រុនក្ដៅគឺចេះតែខំប្រឹងប្រែងធ្វើស្រែចម្ការគឺមិនចង់សម្រាកទាំងដែលខ្លួនឯងនឹងដើរមិនចង់រួចបងប្អូនត្រូវតែចាំថានៅពេលដែលរាងកាយរបស់យើងឈឺគឺរាងកាយរបស់យើងគឺត្រូវការប្រមូលផ្ដុំកម្លាំងទាំងអស់ដើម្បីប្រយុទ្ធដូច្នេះហើយបើសិនជាយើងរវល់តែព្យាយាមធ្វើការមិនខិតខំធ្វើអ្វីដែលជួយផ្ដល់កម្លាំងបែរជាបញ្ចេញកម្លាំងចោលនោះរាងកាយរបស់យើងគឺមិនអាចទប់ទល់ជាមួយនឹងជំងឺបានទេដូច្នេះនៅពេលមានគ្រុនក្តៅបងប្អូនគួរតែសម្រាកឲ្យបានច្រើនដើម្បីឲ្យឆាប់ជាសះស្បើយទី4កុំបណ្ដោយឲ្យខ្លួនឯងខ្សោះជាតិទឹកនៅពេលដែលយើងក្តៅខ្លួនរាងកាយរបស់យើងគឺចំណាយទឹកអស់ច្រើនពីព្រោះថាទឹកគឺចេញទៅតាមរន្ធញើសនិងការដកដង្ហើមញាប់ដោយមិនដឹងខ្លួនបើសិនជាបងប្អូនមិនផឹកទឹកទេនោះវានឹងធ្វើឲ្យកាន់តែមានការឈឺក្បាលខ្លាំងចុកដៃជើងហើយនឹងពិបាកបញ្ចុះកម្ដៅណាស់ហើយសូមហាមដាច់ខាតរឿងផឹកកាហ្វេឬក៏ផឹកទឹកភេសជ្ជៈផ្អែមពីព្រោះភេសជ្ជៈអស់ទាំងនេះគឺនឹងធ្វើឲ្យយើងនោមច្រើនហើយនឹងធ្វើឲ្យយើងកាន់តែខ្សោះជាតិទឹកថែមទៀតយល់ល្អត្រូវផឹកទឹកឆ្អិនឬក៏ហុតទឹកស៊ុបក្តៅឬក៏ទឹកដូងទោះបីជាអ្នកមិនមានអារម្មណ៍ថាស្រេកក៏ដោយទី5កុំលេបថ្នាំជាន់គ្នាឬក៏លេបថ្នាំផ្ដេសផ្ដាសនៅត្រង់ចំណុចនេះបងប្អូនដែលនៅតាមភូមិគឺងាយនឹងច្រឡំជាងគេពេលខ្លះយើងទៅទិញថ្នាំកញ្ចប់ឬក៏ថ្នាំសេរ៉ូផ្សំស្រាប់សម្រាប់បាត់ផ្ដាសាយក្អកឬក៏នៅក្នុងថ្នាំនោះមានសារធាតុដែលបំបត្តិកម្ដៅដូចជាប៉ារ៉ាសេតាមុលជាដើមប៉ុន្តែដោយសារតែយើងមិនដឹងយើងក៏បានទៅទិញប៉ារ៉ាគ្រាប់ដើម្បីមកលេបពីលើបន្ថែមទៀតការលេបថ្នាំជាន់គ្នាបែបនេះគឺគ្រោះថ្នាក់ណាស់ពីព្រោះវាធ្វើឲ្យលើសកម្រិតថ្នាំដែលបណ្ដាលឲ្យខូចថ្លើមឬក៏ខូចតម្រងនោមធ្ងន់ធ្ងរទៀតដូច្នេះមុនពេលនឹងអ្នកសម្រេចចិត្តលេបថ្នាំសូមអ្នកពិគ្រោះជាមួយនឹងលោកគ្រូពេទ្យឬក៏អ្នកដែលអ្នកទិញថ្នាំប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រុនក្តៅធម្មតាគឺយើងអាចនៅព្យាបាលនៅផ្ទះប៉ុន្តែបើសិនជាមានរោគសញ្ញាដូចខាងក្រោមនេះសូមប្រញាប់ទៅមណ្ឌលសុខភាពជាបន្ទាន់ក្តៅខ្លួនដល់ 39.4 ឬក៏ច្រើនជាងនេះក្តៅខ្លួនពី2ទៅ3ថ្ងៃមិនព្រមស្រាកមានអាការៈគាំងកងាកមិនរួចឈឺក្បាលខ្លាំងពិបាកដកដង្ហើមវង្វេងវង្វាន់ឬក៏មានការឡើងកន្ទោលក្រហមពេញខ្លួនភ្លាមនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងបោះចោលទម្លាប់ចាស់ហើយងាកបែរមកមើលថែសុខភាពតាមបែបគ្រូពេទ្យបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនខ្មែរយើងផ្សេងទៀតអាចចុច like និង share ហើយបើសិនជាត្រូវការវីដេអូសុខភាពបន្ថែមទៀតសូមចូលទៅកាន់ page របស់យើងនាងខ្ញុំសូមអរគុណនិងសូមព្រះប្រទានពរ